តោះអញ្ចឹងយើងមកដល់សក់អតិថិជនយើងដែលត្រូវអ៊ុតហើយថ្ងៃនេះគឺសក់របស់គាត់មានសភាពរួញកញ្ញាញ់សរសៃធំជាពិសេសគឺចុងសក់របស់គាត់មានពណ៌ហើយស្ងួតអញ្ចឹងមុនពេលដែលយើងឈានដល់នៅក្នុងការអ៊ុតអញ្ចឹងយើងត្រូវជ្រើសរើសទឹកថ្នាំដែលល្អបំផុតដែលត្រូវជាមួយនឹងប្រភេទសរសៃសក់របស់គាត់អ៊ុតយ៉ាងណាឲ្យសរសៃសក់របស់គាត់មានសភាពទន់ម្លងម្លាស់និងមានពន្លឺស្មើចាប់ពីគល់ដល់ចុងបែបនេះគឺយើងអាចជួយបានជាមួយនឹងថ្នាំអ៊ុតសក់ត្រង់ CH ពណ៌មាសវៃឆ្លាតនេះបាទជំរាបសួរខ្ញុំបាទឈ្មោះត្រីជូលីមជាគ្រូម្ដងម្ដងនៅសាលាបង្រៀនថៃសម្ផស្ស Christina ហើយក៏ជាគ្រូសមាគមជាងសក់និងសម្អាតនៅកម្ពុជាផងដែរថ្ងៃនេះលោកគ្រូមានមេរៀនមួយដែលលើកមកចែករំលែកដល់បងប្អូននៃជាងសាឡនចំពោះជាមួយនឹងការអ៊ុតសក់បែបសម័យ2024នេះគឺអ៊ុតលឿនរហ័សហើយស្អាតបូតរួមទាំងព្យាបាលនិងការពារទៀតអញ្ចឹងទីទៀតលោកគ្រូនឹងនាំបងប្អូនទាំងអស់គ្នាទៅចំណាប់អារម្មណ៍ជាមួយនឹងសក់អតិថិជនត្រូវអ៊ុតនៅក្នុងថ្ងៃនេះផងដែរតោះអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាតោះអញ្ចឹងយើងមកដល់សក់អតិថិជនយើងដែលត្រូវអ៊ុតហើយថ្ងៃនេះគឺសក់របស់គាត់មានសភាពរួញកញ្ញាញ់សរសៃធំជាពិសេសគឺចុងសក់របស់គាត់មានពណ៌ហើយស្ងួតអញ្ចឹងមុនពេលដែលយើងឈានដល់នៅក្នុងការអ៊ុតអញ្ចឹងយើងត្រូវជ្រើសរើសទឹកថ្នាំដែលល្អបំផុតដែលត្រូវជាមួយនឹងប្រភេទសរសៃសក់របស់គាត់អ៊ុតយ៉ាងណាឲ្យសរសៃសក់របស់គាត់មានសភាពទន់ម្លងម្លាស់និងមានពន្លឺស្មើចាប់ពីគល់ដល់ចុងបែបនេះគឺយើងអាចជួយបានជាមួយនឹងថ្នាំអ៊ុតសក់ត្រង់ CH ពណ៌មាសវៃឆ្លាតនេះគឺយើងអាចអ៊ុតជូនចំពោះសក់អតិថិជននេះគឺដឹងតែល្អ 100% តែម្ដងបូករួមទាំងឧបករណ៍ការពារជាមួយនឹងចុងសក់ការពារឆេះគឺជាមួយនឹង CH ផ្លេលេខ1គឺជាមុខងារសំខាន់លាបនៅលើចុងសក់ការពារកុំឲ្យសក់ឆេះសក់ស្ងួតរួមទាំងថែមពន្លឺសក់ឲ្យមានពន្លឺរឹតតែរលោងថែមទៀតហើយយើងក៏មានជាមួយនឹងអាហារលាបឈូកបាទ CH ដែលយើងអាចប្រើនៅក្នុងការដែលលាបជំនួយក្នុងការដែលយើងលាងសក់ហើយយើងលាបមុនពេលដែលយើងគៀបទើបយើងធ្វើឲ្យសៃសក់របស់យើងបានសភាពទន់រលោងរលាស់បន្តមកទៀតគឺយើងជាមួយនឹងអបការ៉ាទីនឬក៏យើងហៅថា top care បាទគឺយើងប្រើការពារសម្រាប់ជាមួយនឹងចុងសក់ក្រោយពីយើងដាក់ទឹកថ្នាំហើយដល់ម៉ោងនៃត្រូវយកសក់គាត់ទៅលាងយើងលាបជាមួយនឹង top care នៅលើចុងសក់ដើម្បីចុងសក់របស់គាត់មានសភាពទន់រលោងហើយនឹងមានជីវិតជីវ៉ារស់រវើកតែម្ដងអូខេអញ្ចឹងទីទៀតខ្ញុំនឹងលាយទឹកថ្នាំអ៊ុតជូនបងប្អូនមើលតែម្ដងអូខេអញ្ចឹងយើងចាក់ CH ចំនួន2គម្របបាទសម្រាប់លាបនៅលើចុងសក់របស់អតិថិជនរបស់យើងណាបើគាត់ជាសក់ស្រីអញ្ចឹងយើងត្រូវប្រើច្រើនជាងនេះតែគាត់សក់ប្រុសអញ្ចឹងយើងប្រើតែ2គម្របទេអូខេអញ្ចឹងបន្ទាប់ពីខ្ញុំពាក់ស្រោមដៃហើយខ្ញុំនឹងធ្វើការលាប CH ផ្លេលេខ1នេះទៅលើចុងសក់របស់គាត់មុននឹងយើងប្រើការអ៊ុតថ្នាំអ៊ុតណាអញ្ចឹងលាបចុងសក់នេះមានន័យថាយើងអាចលាបទាំងអស់ជុំវិញក៏បានឬក៏យើងអាចលាបម្ដងមួយជាន់ក៏បានតែបើយល់ល្អយើងបែងសក់ហើយយើងលាបម្ដងមួយជាន់អញ្ចឹងមកនៅលើចុងសក់របស់គាត់ព្រោះចុងសក់គាត់ស្ងួតអញ្ចឹងយើងលាបការពារមុនណាមុនយើងដាក់ថ្នាំអ៊ុតអូខេលាបឲ្យសើមអញ្ចឹងមកតបមកយើងតម្លាក់បន្តទៀតលាបតទៅអស់ណាលាបតទៅអស់ចុងសក់ទាំងអស់ហ្នឹងអញ្ចឹងយើងធ្វើការលាបអញ្ចឹងរហូតណាលាបជុំវិញក្បាលឲ្យអស់ហើយទុករយៈពេល5នាទីចាំយើងបញ្ចូលទឹកថ្នាំអ៊ុតសក់ត្រង់ចូលណាលាបបែបនេះដើម្បីឲ្យជាតិថ្នាំនេះវាជ្រាបទៅដល់ចុងសក់ទាំងអស់នឹងជួយឲ្យសៃសក់របស់គាត់នឹងមានពន្លឺនិងសំណើមឡើងវិញពីព្រោះចុងសក់របស់គាត់ស្ងួតយើងឃើញសភាពហើយគឺស្ងួតរឹងតែម្ដងបើយើងហៅថាបើសក់អាចដែកវិញវាប្រហែលគ្នាណាអញ្ចឹងថ្ងៃនេះខ្ញុំលើកយកមេរៀនអ៊ុតសក់ត្រង់នេះគឺជាមេរៀនមួយដែលសម្រាប់អដៅបុណ្យជុំបិណ្ឌនេះសម្រាប់បងប្អូនអាចទៅប្រកបអាជីវកម្មបានណាតាមហាងម៉ាតាសាឡនផ្សេងនេះគឺជាបច្ចេកទេសអ៊ុតក្នុងឆ្នាំ2024យើងនេះគឺអ៊ុតរហ័សតែម្ដងអញ្ចឹងបងប្អូនតិចទៀតនឹងតាមដានទាំងអស់គ្នាថាក្រោយពីខ្ញុំទុករយៈពេល5នាទីហើយតើថ្នាំអ៊ុតសក់ត្រង់ខ្ញុំមិចជាមួយនឹងស្អីខ្លះដើម្បីឲ្យអ៊ុតឲ្យសក់របស់គាត់នឹងមានសភាពទន់រលោងរលាស់ហើយស្អាតណាហើយទឹកថ្នាំ CH ផ្លេលេខ1នេះផងដែរគឺយើងអាចប្រើលាយបានសម្រាប់ការពារបានទាំងអស់ណាមិនថាលាយនៅក្នុងម្សៅ highlight លាយនៅក្នុងថ្នាំលាបពណ៌ថ្នាំអ៊ុតសក់ត្រង់យើងអាចលាយបានទាំងអស់ណាជាពិសេសគឺយើងលាយជាមួយនឹងថ្នាំអបការពារនៅលើចុងសក់ដែលសក់ឆេះសក់ស្ងួតអីណាយើងអាចលាយក្នុងអបបានណាដូចជាអបការ៉ាទីនអបឡាឡាឬក៏បងប្អូនអាចមានអបស្ប៉ាឬក៏អីផ្សេងបងប្អូនអាចលាយបានណាបងប្អូនអាចលាបដូចខ្ញុំអញ្ចឹងបើសិនជាអ៊ុតមិនថាសក់ស្រីសក់ប្រុសឯណាលាបអញ្ចឹងមុនព្រោះសក់គាត់ស្ងួតចុងយើងលាបចេះដើម្បីកុំឲ្យឆេះចុងពេលយើងដាក់ថ្នាំមកហើយបានសក់គាត់ទន់រលោងរលាស់ភ្លឺទៀតចាអូខេអញ្ចឹងខ្ញុំទុក5នាទីណាអញ្ចឹងយើងចាប់ដើមចាក់ថ្នាំអ៊ុតត្រង់ CH ណាអក្សរ A យើងមាន2មាន A មាន B ណា B នេះទឹកទី2បាទ A នេះទឹកទី1អញ្ចឹងយើងប្រើទឹកទី1អ៊ុតជូនគាត់មុនអញ្ចឹងយើងប្រើអក្សរ A អញ្ចឹងបងប្អូនថ្លឹងសម្រាប់សក់ប្រុសយើងប្រហែលអាចត្រឹមតែ50ក្រាមហ្នឹងគឺប្រើគ្រាន់ហើយណាមានន័យថាកន្លះខាំបើនៅក្នុងជីងរបស់ខ្ញុំប្រហែលជា500ក្រាមណាអូខេឥឡូវខ្ញុំចាក់ដល់600ក្រាមចុះដោយសារតែវានេះហើយអូខេអញ្ចឹងខ្ញុំចាក់នេះគឺ600ក្រាមណាសម្រាប់ CH
ពណ៌មាសណាវែងឆ្លាតបន្ទាប់មកខ្ញុំលាយជាមួយនឹង top care ឬក៏ហៅថា op ណា top care បាទសម្រាប់ op keratin ចឹងខ្ញុំប្រើការចាក់ op keratin នេះចំនួន10ដូចគ្នាដែរណា10ក្រាមអូខេចឹងតើតើវាឡើង70បានគ្រប់ណាហេតុអីបានខ្ញុំលាយ top care op keratin គឺខ្ញុំលាយដើម្បីឲ្យសាច់សក់របស់គាត់ភ្លឺរលោងនិងរឹតតែទន់ជាងមុនទៅទៀតណាហើយបើសក់របស់គាត់មានសភាពរឹងហើយសរសៃធំហើយលោតមកដូចអាចដែកចឹងមានន័យថាសរសៃវារឹងគៀបអត់ចង់ស្រុតទេគឺសរសៃធំមែនតើអញ្ចឹងយើងលាយបែបនេះគឺធ្វើឲ្យសាច់សក់គាត់ទន់រលោងរលាស់ហើយស្រួលគៀបបងប្អូនគៀបស្រួលមែនតើគ្រាន់តែដាក់តែម៉ាស៊ីនគៀបអស់គឺត្រង់ភ្លាមតែម្ដងណាអញ្ចឹងយើងចាប់ដើមធ្វើការដាក់ថ្នាំទាំងអស់គ្នាតោះយើងមើលពីការដាក់ថ្នាំអញ្ចឹងការបញ្ចូលថ្នាំរបស់យើងគឺយើងបែងចែកសក់ហ្នឹងមុខក្រោយណាដូចគ្នាអញ្ចឹងខ្ញុំពុះសក់ហ្នឹងជា3ដុំបន្ទាប់មកនេះយើងដកជាប្រទេសឬក៏ស្រទាប់ស្ដើងមួយជាន់ណាអញ្ចឹងពេលយើងមកចូលថ្នាំគឺយើងកុំដាក់ដល់សាច់ក្បាលណារបស់អតិថិជនគឺយើងទុកពីជើងសក់យ៉ាងហោចណាស់ក៏កន្លះលេខឬក៏យើងហៅថា5សង់ទីម៉ែត្រឬក៏ 0.5 សង់ទីម៉ែត្រណាហើយដាក់ថ្នាំឲ្យជោគឲ្យសើមឲ្យរលោងអញ្ចឹងណាកុំដាក់ថ្នាំខ្លាចអស់ថ្នាំណាហើយក៏មិនមែនពពកថ្នាំឲ្យខ្លាំងលើសកម្រិតដែរគឺយើងដាក់ឲ្យជោគស្មើជាមួយនឹងសរសៃសក់របស់យើងទៅបានហើយខ្ញុំលាបជោគបងប្អូនឃើញថ្នាំនឹងរលោងខ្លាំងហ៎បាទរលោងខ្លាំងហ៎បងប្អូនមើលនេះរលោងខ្លាំងមែនតើបាទគាត់យើងកាន់អញ្ចឹងក៏ដឹងថាសរសៃសក់នឹងអត់ចេញមកពីសភាពបែបណាដែរហើយបើបងប្អូនចង់បានជាមួយនឹងមេរៀនល្អពេលដែលនេះបងប្អូនជួយ comment បន្តណាថាចង់បានមេរៀនល្អលោកគ្រូនឹងធ្វើមេរៀនបន្តជូនបងប្អូនគ្រប់មេរៀនទាំងអស់មិនថាមេរៀនអ៊ុតសក់រួញឬក៏មេរៀនអ៊ុតត្រង់ឬក៏លាបពណ៌អីទេបើបងប្អូនចង់បាននេះសូម comment ជួយនៅក្នុងវីដេអូហ្នឹងទៅណាតោះអូខេយើងមើលការដាក់ថ្នាំបន្តចិត្តហើយហីសល់ខាងមុខបន្តិចទេអូខេអញ្ចឹងក្រោយពីយើងដាក់ថ្នាំហើយគឺយើងធ្វើការឆែកណាយើងសិតឆែកជាស្រទាប់រួចមកទើបយើងអាចធ្វើការទុកជារយៈពេលនាទីណាពី25ទៅដល់45នាទីណាសម្រាប់សក់ដែលយើងអ៊ុតឲ្យចេញសាច់សក់ស្អាតណាហើយយើងសិតហ្នឹងអត់មានយកថ្នាំមកថែមទេណាគឺយើងសិតថ្នាំដែលនៅជាប់សក់ហ្នឹងដែលយើងដាក់ហើយយើងសិតធ្វើម៉េចកុំដេកក្រាស់ឲ្យដល់សាច់ក្បាលគេណាគឺប្រើក្រាស់បញ្ឈររហូតណាបញ្ឈរសិតស្មើអញ្ចឹងរហូតដើម្បីកុំឲ្យថ្នាំចេញកុំឲ្យសិតដល់សាច់ក្បាលគេដែរណាអូខេអញ្ចឹងក៏យើងសិតហើយអស់ឃើញសាច់សក់នឹងវាត្រង់ដេញស្មើតាមគ្នាហើយយើងទុករយៈពេលពី25ទៅដល់45នាទីតោះអូខេអញ្ចឹងលោកគ្រូប្រាប់ពីរបៀបដែលថាសក់របៀបម៉េចដែលយឺតអាចយកទៅគៀបបានអាចយកទៅលាងទឹកបានណាអញ្ចឹងគឺសក់របស់គាត់មានសភាពទន់បែបនេះយើងឃើញទេយើងទាញមកទន់សរសៃគាត់ទន់រហូតដល់ចុងណាអញ្ចឹងពេលយើងកាន់សរសៃសក់នឹងមកគឺឃើញសរសៃសក់នឹងទន់នេះបាទសម្រាប់សក់ប្រុសគឺយើងធ្វើការយកការយឺតអត់ដូចសក់ស្រីទេណាសក់ស្រីយើងយកយឺតខ្លាំងមែនតើតែសម្រាប់សក់ប្រុសគឺយើងយកការយឺតបែបនេះឃើញទេពេលយើងទាញនេះវែងនេះអូខេណាគឺយឺតវែងយើងបើលើអញវិញហើយយើងទាញទៀតមើលនេះឃើញទេអញ្ចឹងគឺយឺតខ្លាំងប៉ុណ្ណឹងគឺយើងអាចយកទៅគៀបត្រង់បានហើយមានសភាពសក់បែបនេះពេលដែលយើងគៀបអត់ប្រើកម្លាំងទេយើងគៀបធម្មតាគឺនឹងត្រង់រលោងតែម្ដងតោះអូខេយើងតាមដានជាមួយនឹងការលាងសក់របស់យើងតែពេលដែលយើងលាងទឹកថ្នាំចេញតែយើងប្រើជាមួយនឹងសម្ភារៈបែបណាដើម្បីការពារនិងថែរក្សាដល់សក់របស់គាត់ណាឬក៏ផលិតផលបែបណាដើម្បីថែរក្សាសក់របស់គាត់តោះអូខេអញ្ចឹងតាមទស្សនាបងប្អូនគ្នាអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការលាងសក់ពីយើងដាក់ថ្នាំទឹកទី1ហើយមុននឹងពេលដែលលាងសក់យើងប្រើជាមួយនឹង op keratin ឬក៏ហៅថា top care ណាអញ្ចឹងបន្ទាប់ពីយើងប្រើប្រាស់ហើយឥឡូវយើងធ្វើការជូតសក់ឲ្យស្រស់ទឹកហើយបន្ទាប់មកទៀតយើងធ្វើការលាបជាមួយនឹងអាហារលាបឈូកបាទ CH បន្ទាប់មកយើងចាប់ផ្ដើមចាក់នៅដៃយើងអញ្ចឹងមកបាទហើយយើងញីនៅលើបាតដៃយើងហើយយើងលាបទៅលើសក់នៅលើសក់អតិថិជនដែលយើងអ៊ុតហ្នឹងណាបាទលាបនៅលើសក់អញ្ចឹងមកមុនពេលយើងផ្លុំស្ងួតណាលាបនៅលើចុងអញ្ចឹងមកពេលយើងគៀបទៅគឺវាការពារបានច្រើនណាហើយធ្វើឲ្យសក់ហ្នឹងទន់រលាស់រលោងហើយការពារជាមួយកម្ដៅកុំឲ្យស្ងួតនិងខូចសាច់សក់គេទៀតជាពិសេសគឺក្លិនតែម្ដងក្លិនគឺ professional ហ្មងក៏អូបតែឈ្ងុយតែម្ដងបាទអញ្ចឹងនេះយើងលាបឲ្យសប់បែបនេះណាលាបឲ្យសប់មកយើងឃើញចុងសក់របស់គាត់ទន់ហើយរលោងចេះបាទទន់ហើយរលោងមានពលឺអញ្ចឹងណាអូខេបន្ទាប់មកយើងធ្វើការផ្លុំឲ្យស្ងួតបាទហើយយើងធ្វើការផ្លុំឲ្យស្ងួតទៅយើងធ្វើការគៀបណាអូខេអញ្ចឹងទីទៀតយើងធ្វើការគៀបយើងនឹងប្រាប់ថាគៀបនៅក្នុងកម្ដៅបែបណាបានសក់របស់គាត់ទន់និងរលោងល្អអូខេអញ្ចឹងទស្សនាមកខ្ញុំបងប្អូនគ្នាយើងจะធ្វើការផ្លុំតែម្ដង
đặt nam hết tuần là luôn là tròn trong ba đây nè còn mang kia phong โอเคจังยังបន្តពីយើងគៀបនៅក្នុងទឹកទី1ហើយណាយើងគៀបហើយអស់សក់គាត់តិចហើយមានសភាពទុនម្លាស់បែបនេះទាំងអស់ហើយអញ្ចឹងយើងធ្វើការលាយជាមួយនឹងទឹកទី2សម្រាប់ដាក់នៅលើសក់របស់គាត់ដើម្បីសក់គាត់រត់តែទុនម្លាស់រលោងជាងនឹងទៀតណាអញ្ចឹងទឹកទី2របស់យើងគឺយើងអ៊ុតវៃឆ្លាតពណ៌មាសដដែលអក្សរ B ណាអញ្ចឹងគឺយើងចាក់ក្នុងចំនួន30ក្រាមបន្ទាប់មកយើងលាយជាមួយនឹង Top Care 30អូខេអញ្ចឹងស្មើ60ណា60ហើយយើងចាប់ដើមថែជាមួយនឹង CH ចំនួន5ក្រាមស្មើនឹង1គម្របដបនេះបាទយើងចាក់ចូលទៅនេះពេលយើងកូរទៅឃើញសាច់ថ្នាំយើងទុនរលោងឯងភ្លឺខ្លាំងឯងបាទមានជាតិភ្លឺខ្លាំងណាអញ្ចឹងបងប្អូនលាយបែបនេះពេលយើងលាបលើសក់គឺភ្លឺហើយទុនរលោងរលោងខ្លាំងមែនតើអញ្ចឹងយើងចាប់មកស្ទាប់ចឹងមកនេះយើងយកថ្នាំមកយើងលាបពីជើងសក់ចេញមកអញ្ចឹងណាតែមិនមែនពពុះក៏ដល់សាច់ក្បាលទេណាគាត់លាបបែបនេះឲ្យសិតមកវាសើមល្មមតែនៅសក់ឯងវាអត់សើមដល់សាច់ក្បាលទេហើយគៀបច្បូតអញ្ចឹងមកគេស្មើអញ្ចឹងមកឲ្យសប់អញ្ចឹងយើងឃើញសក់យើងមានសភាពទុនរលោងហើយឃើញទេអញ្ចឹងមកបន្តមកទៀតអូខេអញ្ចឹងលោកគ្រូនឹងប្រាប់ថាមិញហ្នឹងក្រោយពីយើងដាក់ទឹកទី2មិញគឺយើងទុករយៈពេល15នាទីណាហើយទឹកទី2ហ្នឹងគឺមានអត្ថប្រយោជន៍ជួយឲ្យសក់ហ្នឹងទន់រលាស់រលោងនិងជួយឲ្យសក់ហ្នឹងមានសភាពត្រង់ហើយគឺទន់តែម្ដងណាអញ្ចឹងទឹកទី2នេះគឺបិទកោសិកាសក់ដើម្បីឲ្យសក់ហ្នឹងជាប់ភ្លីពុតត្រង់នេះគឺជាប់ត្រង់បានស្អាតនិងទន់រលាស់រលោងតែម្ដងអូខេអញ្ចឹងក្រោយពីយើងគ្រប់15នាទីហើយយើងនឹងយកសក់របស់អតិថិជនគឺយើងយកទៅធ្វើការកក់នឹងប្រើជាមួយនឹងអប Top Care ណាឬក៏អប Keratin តោះអញ្ចឹងយើងតាមដានទស្សនាដល់គ្នាតោះសូមចេញទៅក្រៅដើម្បីយើងកក់នឹងបន្ទុនតោះអូខេអញ្ចឹងយើងធ្វើការជាមួយនឹងការលាងសក់អញ្ចឹងគាត់បាញ់ទឹកលាងសក់សម្អាតហើយអញ្ចឹងយើងធ្វើការអបជាមួយនឹងអប Keratin ឬក៏ហៅថា Top Care ណាយើងសេសូនតានេះណា Top Care ណាឬយើងថាអប Keratin អញ្ចឹងយើងអបដើម្បីជំនួយសក់របស់គាត់ឲ្យរឹតតែទន់រលាស់រលោងបន្ថែមទៀតក្រោយពីយើងធ្វើការដាក់ទឹកទី2ហើយមិញណាអូខេអញ្ចឹងយើងតាមដានទស្សនារបស់គ្នាជាមួយនឹងការលាងជាមួយនឹងការអបសក់របស់គាត់នេះគឺជាការអ៊ុតដោយមិនចាំបាច់តមទឹកណាអូខេអញ្ចឹងយើងអ៊ុតបែបនេះមិនបាច់តមទឹកទេអ៊ុតហើយអីហើយគាត់អាចទៅដល់ផ្ទះគាត់អាចកក់អាចអបអាចធ្វើអីខ្លួនគាត់បានដរិចធម្មតាត្រូវទឹកភ្លៀងក៏មិនអីហើយក៏ត្រូវទឹកធម្មតាក៏មិនឆេះបាច់ញើសក៏មិនឆេះដែរណាពួកយើងបានកក់យើងអបយើងស្ទាយហើយបែបនេះគឺល្អតែម្ដងនេះមើលទៅការដាក់របស់គាត់គឺដាក់មួយស្ទាប់បែបនេះឆែកមកហើយយើងទាញមួយស្ទាប់បែបនេះណាឲ្យរលោងឲ្យសប់បែបនេះយើងឃើញពលឺនៅសក់ឯងបាទគឺពលឺភ្លឺខ្លាំងតែម្ដងណាភ្លឺខ្លាំងហ្មងនៅលើសាច់សក់អញ្ចឹងក្រោយពីគាត់លាងសម្អាតហើយយើងនឹងចាំតាមដានជាមួយគ្នានៅកន្លែងដែលយើងផ្លុំស្ងួតបន្តទៀតណាអូខេអញ្ចឹងបន្តមកទៀតគឺយើងផ្លុំស្ងួតអីហើយអស់គឺសក់របស់គាត់មានសភាពទន់រលាស់រលោងតែម្ដងនេះបងប្អូនអាចមើលបានណាគឺទន់តែម្ដងឃើញទេបាទកាន់កន្លែងណាក៏ដូចគ្នាដែរគឺទុនរលាស់រលោងអញ្ចឹងតែម្ដងហើយជាពិសេសគឺសរសៃសក់របស់គាត់នេះគឺមានពលឺបាទយើងមើលអញ្ចឹងណាគឺមានពលឺតែម្ដងឃើញទេបាទអញ្ចឹងគឺសរសៃសក់របស់គាត់ទុនរលាស់រលោងហើយសក់របស់គាត់អត់មានសភាពកន្លែងណាដែលស្ងួតឬក៏ឆេះទេណាគឺទុនរលាស់រលោងទាំងអស់តែម្ដងអញ្ចឹងតិចទៀតលោកគ្រូនឹងណែនាំពីថ្នាំដែលលោកគ្រូបានប្រើមុននេះសម្រាប់ការអ៊ុតសក់នេះតែម្ដងអញ្ចឹងគឺថ្នាំអ៊ុតរបស់យើងខ្ញុំបន្តទៅគឺថ្នាំអ៊ុតរបស់យើងគឺទី1យើងមានថ្នាំអ៊ុតវៃឆ្លាតពណ៌មាស CH ណាពណ៌មាសអញ្ចឹងយើងធ្វើការអ៊ុតសក់គាត់គឺយើងប្រើថ្នាំបែបនេះជាមួយទឹកទី1គឺយើងប្រើ CH ជាមួយនឹងបាទអប Top Care របស់យើងបាទឬក៏ហៅថាអប Keratin បន្តមកទៀតយើងលាយជាមួយនឹង CH Flex ណាលាយជាមួយ CH Flex នេះគឺជាជំហានទី1យើងលាយប៉ុណ្នេះសម្រាប់ការអ៊ុតសក់នៅក្នុងជំហានទី1ទឹកទី1អូខេបន្តមកទៀតយើងធ្វើការអ៊ុតនៅក្នុងទឹកទី2បាទអញ្ចឹងនៅក្នុងទឹកទី2របស់យើងគឺនៅប្រើដដែលណានៅប្រើដដែលអត់ដូរទេអញ្ចឹងគឺយើងប្រើជាមួយនឹង CH ពណ៌មាសទឹកទី2អក្សរ B បន្តមកទៀតយើងប្រើជាមួយនឹងអប Top Care របស់យើងដដែលបាទ
បន្តមកទៀតយើងប្រើជាមួយនឹង CA play លេខ1ណានៅក្នុងទឹកទី2របស់យើងអញ្ចឹងគឺទម្ងន់លាយដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូហើយអញ្ចឹងគឺយើងប្រើបែបនេះលាយចូលគ្នាហើយយើងលាបទៅលើសក់របស់គាត់ក្រោយពីយើងគៀបទឹកទី1ហើយយើងលាបទឹកទី2ដោយបែបនេះណានៅលាយបែបនឹងដូចគ្នាទាំងទឹកទី1ទាំងទឹកទី2អញ្ចឹងយើងប្រើទឹកទី2មកលាយដូចគ្នាអញ្ចឹងមកហើយយើងលាបទៅលើសក់របស់គាត់ហើយយើងទុករយៈពេល15នាទីមុននឹងយើងយកសក់របស់គាត់ទៅលាងទឹកចេញណាក្រោយពេលដែលលាងទឹកចេញហើយគឺយើងប្រើជាមួយតែ top care មួយទេឬក៏ហៅថា op keratin បាទយើងប្រើការអបលាងសម្អាតនិងថែរក្សាប្រព័ន្ធសាច់សក់របស់គាត់ជាមួយនឹង op keratin នេះបាទឬក៏ហៅថា top care អសកាត់បាទអញ្ចឹងគឺធ្វើឲ្យសក់របស់គាត់មានសភាពទន់រលោះរលោងបែបនេះក្រោយពីខ្ញុំផ្លុំស្ងួតហើយគឺខ្ញុំអត់ធ្វើការគៀបអីបន្តទេណាគឺសក់របស់គាត់មានសភាពទន់រលោះរលោងតែម្ដងយើងឃើញទេនេះបើសិនជាសក់គាត់ជាសភាពសក់នារីវិញគឺច្បាស់ជាយល់ហើយអាលាស់យល់តែម្ដងណាអូខេអញ្ចឹងការប្រើរបស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នាយកមេរៀននេះទៅប្រើឲ្យដោយជោគជ័យទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ